Ngàyនេះខ្ញុំមកឆ្លើយសំណួរតាក់ទងជាមួយនឹងសំណួរដែលបងប្អូនគាត់តែងតែសួរតាក់ទងជាមួយនឹងអាប៉ាទីវីតាមីន C សំណួរទី1គឺគាត់បានសួរថាតើអាប៉ាទីវីតាមីន C នឹងអាចប្រើប្រាស់បានចាប់ពីកុមារអាយុប៉ុន្មានចាបងស្រាប់អាប៉ាទីវីតាមីន C គឺអាចប្រើប្រាស់បានចាប់ពីកុមារអាយុ4ឆ្នាំឡើងបងសំណួរទី2គឺគាត់បានសួរខ្ញុំថាតើនៅក្នុងអាប៉ាទីវីតាមីន C នេះមានតែវីតាមីន C តែមួយមុខឬក៏មានវីតាមីន C ផ្សេងនៅក្នុងនោះដែរចាបងស្រាប់អាប៉ាទីវីតាមីន C គឺមានអាហារូបត្ថម្ភសំខាន់ៗ3យ៉ាងបងទី1គឺវីតាមីន C ដែលវាជួយទៅពង្រឹងប្រព័ន្ធភាពស៊ាំការពារកុមារពីជំងឺឆ្លងផ្សេងៗទី2គឺវាមានផ្ទុកនូវកាល់ស្យូមដែលជួយទៅដល់ការលូតលាស់ប្រចាំថ្ងៃរបស់អូនទី3គឺជាតិសរសៃអាហារ fiber ដែលជួយទៅដល់ប្រព័ន្ធរំលាយអាហារសំណួរទី3គឺគាត់សួរថាតើអាប៉ាទីវីតាមីន C នេះអាចញ៉ាំបានមួយថ្ងៃប៉ុន្មានខ្ចប់ចាបងសម្រាប់អាប៉ាទីវីតាមីន C កុមារអាចញ៉ាំមួយថ្ងៃបានមួយកញ្ចប់បងសម្រាប់សំណួរទី4គឺគាត់សួរថាតើអាចឲ្យកុមារញ៉ាំអាប៉ាទីវីតាមីន C ជារៀងរាល់ថ្ងៃបានដែរឬទេចាបងសម្រាប់អាប៉ាទីវីតាមីន C នេះគឺអាចឲ្យអូនញ៉ាំជាប្រចាំថ្ងៃបានបងដោយសារតែបរិមាណវីតាមីន C នៅក្នុងអាប៉ាទីវីតាមីន C នេះគឺវាសមស្របសម្រាប់ការញ៉ាំជាប្រចាំថ្ងៃសម្រាប់សំណួរទី5គឺគាត់បានសួរថាតើអាប៉ាទីវីតាមីន C នេះមានរសជាតិដូចម្ដេចចាបងចាំខ្ញុំភ្លក់ឲ្យបងមើលហ្មងសម្រាប់អាប៉ាទីវីតាមីន C គឺវាទម្រង់ជាប្រភេទចំហួយតូនគឺក្មេងៗគឺគាត់ចូលចិត្តទម្រង់បែបហ្នឹងសម្រាប់ឯរសជាតិរបស់គេវិញគឺជូរអែមឆ្ងាញ់រសជាតិក្រូចពោធិ៍សាត់បងដឹងហើយថារសជាតិក្រូចពោធិ៍សាត់គឺឆ្ងាញ់ក្មេងៗគឺគាត់ចូលចិត្តបើសិនជាបងប្អូនមានចង្អុលអីបន្ថែមទាក់ទងជាមួយនឹងអាប៉ាទីវីតាមីន C អាចខមមិននៅខាងក្រោមវីដេអូនេះបានអរគុណច្រើនបង